chụp clip số lục rú ní chỉ topicត្រូវរីកសាមហើយ topic ដែលលោកគ្រូដាក់ឲ្យធ្វើគឺ front end back end ទៅនឹង DAO project ដូចដែលយើងបានឃើញនេះគឺជា front end ហើយនេះគឺជា back end ហើយ front end នេះគឺជាផ្ទាំងបញ្ចូលទិន្នន័យហើយបាន store ទៅនៅក្នុង back end នេះហើយ back end នេះដែរគឺជាកន្លែងដែល fill ដូចជា data record ហើយបញ្ចូលតាម front end នេះវិញហើយទៅលើ topic របស់ខ្ញុំនោះគឺការចាប់យក store information មានដូចជា ID name gender height date ហើយនិង salary ដែលយើងត្រូវ store ហើយមានដូចជាមានថែមទាំង position design IT HR ហើយនេះគឺជា search employee ហើយតារាងនេះជាតារាង column ដែលក្នុងការជាតារាង column ក្នុងការ store អ្វីដែលបានបញ្ចូលហើយយើងមាន operation 3ដូចជា add delete ហើយ add update ហើយ delete add ហ្នឹងយើងត្រូវមាន add បន្ត add ហ្នឹងគឺយើង add data information ហ្នឹង update ហ្នឹងគឺការ update ការប្រែព័ត៌មានរបស់ data ហើយ delete ហ្នឹងគឺជាប៊ូតុងលុប data ហ្នឹងហើយយើងសាកវាយទាំងអស់គ្នាសាកបញ្ចូលទិន្នន័យ ID យើងដាក់ថា1ទៅហើយ name ដាក់ថាសុកហេងហើយ gender យើងដាក់ female ទៅហើយថ្ងៃដែលធ្វើការដាក់ថា2/5/2025ហើយ salary ដាក់200ចុះហើយ position ដាក់ថា design ហើយប៉ុណ្ណឹងហើយយើងក៏ចុច add ហើយក៏វា load មក data ដែលនៅក្នុងតារាង column នេះហើយបើយើងងាកមកក្នុង back end នេះវាអត់ទាន់មានអីទេយើងអ្វីដែលគឺគួរធ្វើយើងត្រូវចុច refresh ដល់ពេលចុច refresh មកវាឃើញមាន employee ID នេះមួយសុក name សុកហេង gender female height date 2/5/2025 position design salary ហើយទៅនៅពេលដែលយើងចង់ update ឧទាហរណ៍ថាគាត់ត្រូវដំឡើងប្រាក់ខែគាត់យើងចង់ឡើងupdate salary យើងគាត់ចុចនេះមកហើយចុចដូរថាដាក់ថា300ឡើងទៅ300ហើយទៅដូរ position គាត់ពី design ទៅ IT យើងចុច update ទៅហើយចុច yes ហើយវាក៏បាន load update ពី position ហ្នឹងពី design ទៅ IT ហើយ salary 200ទៅលើ300ហើយយើងមើលនៅក្នុង back end ក៏វាដូរដូចគ្នាក្នុងតារាងហ្នឹងIT 300ហើយដល់ចូលដល់ប៊ូតុង delete យើងចង់នៅពេលយើងចង់ delete delete data នេះយើងគ្រាន់ចុច delete មកហើយចុច yes ហើយវាបាត់ហើយបើយើងចូលទៅក្នុង back end វាដឹងចេញលុបចេញ delete នេះហើយយើងតមកយើងត្រូវ refresh វាទៅវាក៏បាត់ដែរបន្ទាប់មកខ្ញុំក៏ធ្វើការបង្ហាញទៅនឹងការទៅនឹង demo code ហើយឥឡូវចូល code មកទៅនេះគឺជា code ដែលវាដំណើរការហ្នឹងយើងដែលវាមានធ្វើការ set function នេះfunction DAO database ហ្នឹងដែលខ្ញុំធ្វើការ set internal DB
ហើយនេះ DB នោះខ្ញុំបានហៅឲ្យជា file ដែលខ្ញុំបានហៅឲ្យស្គាល់ file backend ហ្នឹងហើយនៅពេលដែលទេទិន្នន័យគឺវាដឹងថាទេទៅកន្លែងណាអញ្ចឹងហើយម្ដុំនេះគឺជាប៊ូតុង delete ហើយខ្ញុំមានការ set ជាdim set ជា string ការ set ហ្នឹងនៅពេលដែលវា respond បែបម៉េច respond as string ហើយយើងបាន input stream script ហ្នឹងជា SQL delete នេះហើយដែលប្រើឆ្លង delete ដើម្បីលុប employee information អញ្ចឹង delete ហ្នឹងវាគឺជាវា base employee ID អញ្ចឹងបើយើងចាប់យក record ណាមួយគឺវាចាប់យក file record field ID ហ្នឹងហើយវានឹងលុបចោលហើយនៅពេលដែលវាលុបហ្នឹងយើងបានណែនាំវាស្គាល់កន្លែងដែលលុបដូចគ្នាអញ្ចឹងកន្លែងលុបហ្នឹងគឺលុបនៅក្នុង back end នេះក្នុង file back end នេះហើយនេះគ្រាន់ជា field ដែលស្គាល់នៅពេលដែល delete ហើយបន្ទាប់មកគុំដុំនេះគឺជាប៊ូតុង add យើង set value string យើង set value string condition ដូចគ្នាមានតអនេះហ្នឹងហើយ police ម្ដុំនេះ select position ហ្នឹងដែលយើងមាន select position value មាន3មានដូចជា design ITHR ហ្នឹងព្រោះនៅក្នុងនេះក៏មាន position មាន design ITHR ហើយយើងមាន set ជា SQL insert ហើយយើងមាន SQL script ដូចគ្នាក្នុងការ insert ដែលយើងប្រើឆ្នប់ insert ក្នុងការបញ្ចូលទិន្នន័យ employee ហ្នឹងអញ្ចឹងពេលបញ្ចូលទៅគឺចូលទិន្នន័យទាំងអស់ដែលយើងបាន value មាន value មាន value បែបនេះមាន ID name gender hire date position និង salary ហ្នឹងហើយនៅពេលយើងចូលទិន្នន័យគឺចូលនៅក្នុង back end នេះចូល file back end នេះហើយម្ដុំនេះជា field text បន្ទាប់មកយើងចូលទៅខាងក្រោមទៀតខាងម្ដុំនេះគឺជាប៊ូតុង update ហើយទៅពេលដែល update ហ្នឹងយើងមាន action ដូចខាងលើអញ្ចឹងយើង set មាន string យើងមាន position ដែរដូចខាងលើដែរហើយមាន set ជា script up SQL នេះវាបែបជាឆ្នប់ update ហើយយើងក្នុងការ update information របស់ employee ទៅតាម field ណាមួយនៅពេលយើង update ចេញគឺទាញចេញ field នេះណាទៅតាមការយើង input data ថ្មីអញ្ចឹងនៅពេលដែលយើងទាញហើយវាប្រកាសជា select មើលនៅក្នុង DB ចាប់យក field ក្នុងការ update ទាំងត្រង់នេះជា script ក្នុងការ form load ណាបើម្ដុំនេះម្ដុំនេះហ្នឹងគឺជា script ក្នុងការ
ក្នុងការ store value មួយក៏ដូចជា store value ID name edit ហើយនេះហ្នឹងវាហើយនេះគឺជាការ store តទៅទៅនឹង position មួយដែរមកម្ដុំនេះវិញម្ដុំនេះគឺជាម្ដុំនេះគឺជានៅពេលដែលយើង search ទៅយើងឲ្យវាចាប់បែប script SQL នៅក្នុង DB នោះហើយមានតែប៉ុណ្្នឹងទេ